និយាយកែអួតពេកត្រូវតែបងថ្លៃលះបងហើយអ្វីដែលខ្ញុំមិនខ្លាចបំផុតគឺថ្លៃលះបងនឹងឯងឬក៏ពួកយើងប្តឹងប៉ូលីសទៅមិនទាន់ទេឥឡូវនេះដឹងខ្លាចហើយមែនទេហួសពេលហើយខ្ញុំខ្លាចតែឯងគ្មានសមត្ថភាពមិនទ្រាំដៃនិយាយស្អីហ្នឹងកាលអញដើរលេងនៅតំបន់នេះឯងមិនដឹងនៅលេងដេណាផងអញ្ចឹងឯងដើរលេងច្រើនឆ្នាំមកនេះនៅតែចេះធ្វើបាបមនុស្សស្រីនិងមនុស្សចាស់ដដែលថ្ងៃនេះបើអញអាចឈរដើរចេញពីផ្សាររាត្រីនេះបានឈ្មោះកតៅយេជារបស់អញនឹងសរសេរបញ្ច្រាស់ទីវិញអញ្ចឹងយប់នេះប្រហែលជាត្រូវតាមបំណងអញហើយចាប់នាងឲ្យជាប់លែងខ្ញុំប្រញាប់ទៅជួយខ្លួនឯងសិនទៅឯងមិនមែនពូកែវាយតបណាស់អីអញចង់មើលបន្តិចមើលថាកណ្ដាប់ដៃអញលឿនឬក៏កម្លាំងមនុស្សរបស់អញលឿនជាងល្អបំផុតឯងកុំប៉ះពាល់នាងអញប៉ះហើយឯងធ្វើស្អីអញបានឯងជាអ្នកណាឲ្យប្រកាសឯងមិនស័ក្តិសមនឹងដឹងទេអត្តសញ្ញាណរបស់បុរសម្នាក់នេះដាច់ខាតមិនមែនជាមនុស្សធម្មតាទេលែងលោកតាវមានតែប៉ុណ្ណឹងអាល្អិតឯងពូកែវាណាស់មែនទេចុះយ៉ាងម៉េចប៉ុន្តែពិភពលោកនេះមិនមែនពូកែវាគឺអាចរស់នៅបានល្អនោះទេវល់ហើយពួកឯងរករឿងរៀបនឹងហៅប្រធានសមាគមហើយប្រធានសមាគមជាអ្នកណាតើយាយអាចដើរច្រងច្រាំងនៅតំបន់នេះបានគឺផ្អែកលើប្រធានសមាគមនៅពីក្រោយក្នុងនឹងឯងលុយការពារនៅតំបន់យើងគឺប្រធានសមាគមជាអ្នកគ្រប់គ្រងទាំងអស់គាត់គឺជាមនុស្សខូខើពិតប្រាកដដែលគ្មាននរណាហ៊ានប៉ះពាល់ឡើយលោកប្រធានខ្ញុំតាមតូចជួបរឿងបន្តិចបន្តួចនៅខាងផ្សាររាត្រីរឿងអីមានអាល្អិតមិនស្គាល់ងាប់រស់ម្នាក់ធ្វើឲ្យកូនចៅខ្ញុំរបួសថែមទាំងអួតអាងថាយប់នេះនឹងដេញសមាគមបងប្អូនយើងឲ្យចេញពីផ្លូវនេះទៀតខាត់ជើងវាទុកខ្ញុំនឹងចាត់មនុស្សទៅភ្លាមអាល្អិតឯងចូលចិត្តចេះដឹងរឿងគេណាស់ឯងមិនត្រឹមតែវាយឯងឲ្យពិការទេថែមទាំងឲ្យឯងមើលនឹងភ្នែកថាស្រីម្នាក់នេះត្រូវស៊ុយដោយសារតែឯងហ៊ានប៉ះនាងតែបន្តិចមើលខ្ញុំធានាថាឯងនឹងមិនបានឃើញព្រះអាទិត្យថ្ងៃស្អែកឡើយគំរាមអញផងឯងជាស្អីគេដែរលោកប្រញាប់ទៅកុំទាន់ពួកវាមិនទាន់មកដល់ចាក់ចេញលឿនឡើងលោកវាមិនឈ្នះពួកវាទេកុំបារម្ភមិនអីទេសុំទោសគឺខ្ញុំធ្វើឲ្យលោកមិនអីទេហើយបដូរជាអ្នកផ្សេងរំតែនារីម្នាក់ដូចជាអ្នកលោកជាអ្នកណាឲ្យប្រកាសប្រញាប់ទៅមនុស្សរបស់ប្រធានសមាគមមកដល់ហើយចប់ហើយលើកនេះច្បាស់ជាងាប់ហើយគឺឯងមែនទេដែលហានធ្វើឲ្យមនុស្សរបស់សមាគមបងប្អូនយើងរបួសពួកវាមានមនុស្សច្រើនណាស់តើធ្វើម៉េចទៅឯងមិនខ្លាំងណាស់អីអញចាំមើលថាយប់នេះឯងអាចបង្កើតរលកខ្យល់អ្វីបានទៀតសុំទោសគឺខ្ញុំធ្វើឲ្យលោកក្តៅក្រហាយហើយស្អីគេបន្តិចទៀតកុំព្រិចភ្នែកឲ្យសោះចូលទៅទាំងអស់គ្នានេះនៅជាមនុស្សទៀតទេមនុស្សច្រើនយ៉ាងនេះសូម្បីតែចូលចិត្តខ្លួនគេក៏មិនបានផងមិនអាចទេរឿងនេះដាច់ខាតមិនអាចទៅរួចទេឯងកុំចូលមកនេះមិនមែនសួរខ្ញុំទេអីថាអាចបង្កើតរលកខ្យល់អ្វីបាននេះហើយជារលកខ្យល់របស់ខ្ញុំលោកប្រធានជួយខ្ញុំផងនរណាហ៊ានប៉ះពាល់មនុស្សរបស់អញនៅលើទឹកដីអញជំរាបសួរលោកប្រធានគឺអាល្អិតម្នាក់នេះឯងវាយបងប្អូនយើងឲ្យរបួសថែមទាំងហ៊ានដេញសមាគមបងប្អូនយើងឲ្យចេញពីទឹកដីនេះទៀតយុវជន